រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនបណ្ដឹងពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃនៅតំបន់ប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំប្រាសាទតាក្របីនិងតំបន់មុំ3ទៅកាន់តុលាការអន្តរជាតិរួចហើយកាលពីថ្ងៃទី2ខែមិថុនាហើយក្នុងកិច្ចប្រជុំព្រំដែនជាមួយនឹងថៃនៅថ្ងៃទី14មិថុនាខាងមុខបញ្ហាតាក់ទងទៅនឹងតំបន់ទាំង4ខាងលើនឹងមិនត្រូវដាក់ក្នុងរបៀបវារៈទេព្រោះទុកឲ្យ ICJ ជាអ្នកកាត់សេចក្តីបាទបងប្អូនទាំងគ្នាឮស្រាប់ហើយបាទគឺជាដំណឹងមួយដែលពលរដ្ឋកម្ពុជាអបអរសាទរមែនទែនបាទមិនថាបងប្អូននៅក្នុងប្រទេសឬក៏បងប្អូននៅក្រៅប្រទេសទេព្រោះអ្វីដែលប្រមុខរាជរដ្ឋាភិបាលលោកធ្វើដើម្បីការពារប្រទេសជាតិបាទការពារប្រជាពលរដ្ឋការពារផលប្រយោជន៍របស់កម្ពុជានិងការពារអធិបតេយ្យភាពកម្ពុជាទឹកដីកម្ពុជានិងប្រាង្គប្រាសាទទាំងអស់របស់កម្ពុជាបាទយើងខ្ញុំទាំងអស់គ្នាមានការស្វាគមន៍ខ្លាំងណាស់ចំពោះយន្តការច្បាប់នេះគឺជារឿងសំខាន់ណាស់ព្រោះសៀមអត់មានអីសំអាងថាទឹកដីទាំងអស់នោះជារបស់ខ្លួនទេបាទបងប្អូនមើលឃើញស្រាប់ទាំងអស់គ្នាហើយយើងដឹងពីប្រវត្តិសាស្ត្រទាំងអស់គ្នាហើយថាប្រទេសសៀមកើតនៅក្នុងឆ្នាំណានៅក្នុងសតវត្សទីប្រមាណយើងដឹងហើយប្រាសាទទាំងអស់នោះក៏កើតឡើងតាំងពីសៀមមិនទាន់ក៏កើតទឹកដីអានេះបើយើងនិយាយពីប្រវត្តិសាស្ត្រខ្ញុំគ្រាន់តែឮខ្ញុំញ័រជើងខ្ញុំនិយាយត្រង់មកបាទខ្ញុំញ័រជើងញ័រដៃហើយក្នុងនាមដែលយើងជាកូនខ្មែរមួយរូបអញ្ចឹងមកដល់ក្នុងសម័យនេះហើយយើងកូនខ្មែរគ្រប់រូបគាត់ត្រូវតែចូលរួមការពារលើកស្ទួយនិងថែរក្សាដែរបាទហើយជាពិសេសក៏ចូលរួមអបអរសាទរជាមួយនឹងរាជរដ្ឋាភិបាលដែលជ្រើសរើសយកប្តឹងទៅតុលាការអន្តរជាតិបាទ ICJ នោះដើម្បីឲ្យតុលាការវិនិច្ឆ័យដែនអធិបតេយ្យភាពរបស់កម្ពុជាខ្ញុំសូមស្ងើចសរសើរទៅដល់បងកងកម្លាំងជួរមុខបាទទាំងអស់បាទនីតិហានរងទាំងពលទាហានគ្រប់ឋានានុក្រមបាទសូមគោរពពីចម្ងាយបងទាំងអស់ហើយសូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាដែលជាកងកម្លាំងជួរមុខទាំងអស់ទោះបីខ្ញុំនៅជួរក្រោយក៏ខ្ញុំមិនភ្លេចនឹងការចូលរួមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាដែលជាកងកម្លាំងប្រដាប់អាវុធដែលថែរក្សាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទោះបីខ្លួនឯងលះបង់សាច់ស្រស់ឈាមស្រស់លះបង់ពេលវេលាលះបង់សេចក្តីសុខផ្ទាល់ខ្លួនក៏ដោយដើម្បីឲ្យប្រជាជនកម្ពុជាពលរដ្ឋកម្ពុជាបានរស់នៅសុខសាន្តខ្ញុំពិតជាគោរពកោតក្រែងនៅវីរភាពដ៏អស្ចារ្យបាទដ៏អង់អាចក្លាហានចំពោះអស់លោកបងក៏ដូចជាបាទមេដែលកាន់ការងារនៅកម្លាំងជួរមុខនិងជួរកណ្ដាលក៏ដូចជាជួរក្រោយក្តីយើងមើលឃើញទាំងអស់គ្នាហើយថាមហិច្ឆតារបស់បរទេសឈ្លានពានគ្មានសេចក្តីខ្មាស់អៀនទេទោះបីថាដឹងប្រវត្តិសាស្ត្រថាទឹកដីទាំងអស់នេះប្រាង្គប្រាសាទទាំងអស់នេះជារបស់ខ្មែរទៅមកដល់យើងឆ្នាំ2025ថ្មីនេះបានប៉ះទង្គិចគ្នានៅតំបន់មុំ3យើងមើលឃើញទឹកចិត្តប្រជាពលរដ្ឋទឹកចិត្តបងកងកម្លាំងអស់លោកទាំងអស់នោះគឺមានទឹកចិត្តឆន្ទៈមោះមុតណាស់ទេណាអរគុណច្រើនបាទនេះជាទឹកចិត្តស្នេហាជាតិដែលកូនខ្មែរមានការសាមគ្គីគ្នាចំពោះការការពារអធិបតេយ្យភាពប្រទេសរបស់ខ្លួនសូមលើកទឹកចិត្តនិងសូមបួងសួងទៅដល់ទោះបរមីវត្ថុស័ក្តិសិទ្ធិដែលថែរក្សាទឹកដីសវណ្ណភូមិរបស់យើងនេះបាទទឹកដីអច្ឆរិយៈរបស់យើងនេះសូមឲ្យព្រលឹងដូនតាបុព្វបុរសខ្មែររួមចូលសន្ធិដ្ឋទៅដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ហើយនឹងជួយការពារពួកគាត់បាទឲ្យបានសេចក្តីសុខក្តីចម្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមប្រជាមិត្តដែលមានបំណងយ៉ាងកក្លឿនឥតអៀនខ្មាស់ដើម្បីទន្ទ្រានយកទឹកដីខ្មែរប្រទេសសៀមឬក៏ហៅថាប្រទេសថៃចាប់ផ្ដើមបាត់បង់តម្លៃខ្លួនឯងនៅក្នុងតំបន់អាស៊ានយើងនេះហើយព្រោះដោយសារអីមកខ្ញុំហ៊ាននិយាយអញ្ចឹងទី1រាល់ប្រទេសភូមិផងរបងជាមួយខ្លួនទាំងអស់ដែលនៅជុំវិញខ្លួនអត់ដែលចេះត្រូវជាមួយគេទេបង្កើតអរិយភាពមិនថាខ្មែរមិនថាម៉ាឡេមិនថាភូមាមិនថាឡាវមិនថាហើយសូម្បីតែខ្មែរយើងស្លូតទ្រាំប៉ុណ្ណឹងហើយទុនភ្លុនប៉ុណ្ណឹងហើយរាប់ជំនាន់មកហើយនេះឯងទន្ទ្រានខ្មែរមិនចេះឈប់ទេទល់មកដល់ពេលនេះដល់ពេលខ្មែរដែលត្រូវឯកភាព
chẳng bà nhóm xông biểu nếu đã bong ôn tầng ốc nơi không bật tê rồi có cái bật tê bà không niêm chìa bô rọt khmai đôi kia pê và lia mong đi hai cứ chia pê và lia đài khmai tầng ốc thử xa mà kỳ kia hai tuốt bay không nâng nê ca này vô bài na cả đời thử xa mà kỳ kia đàm bay chia cầm lắng ca pia chiết ớt thử dây hướng ấy tầng ốc ớt thử dây hướng ấy tầng ốc cứ nì dây tài rương muối cứ ca pia bật tê chiết ca pia và chia bô rọt ấy bàn châu rùm chủ môi nâng rê rọt thà bị bà và một rê rọt thà bị bà miền sầm đạch thập ở đấy có đôi chia sầm đạch để chú phố sắt tai ở lô sắt tài nẹt đặc non của một kháng phố ba khmai dương mình khăng tê phố bỏ tê tao đi mưa nghi khmai sầm bám này là hốt một đo pin đi không sầm may để chú đi toàn đại cam chia khăng chẳng bàn sông khmai cho trả bờ dương mình khăng cứ ở trong mưa một dương thế trong gì chứ anh đi nhóm vậy ta nhóm không niêm phone không ai nhóm còn tại lư hướng nó nhóm là mút buông mà nhóm vậy thôi nhóm nho đây hoa chương nó mền đó vậy chẳng bàn thành vậy ớt đi cai xăm bờ tia nơi bờ phần này dụ cao nơi bờ phần này bờ sân này chỉ bờ tia chiết thử ca tầng bong phone tầng nhóm cứ không biết đây để thử nghĩa thế thế bà tất chất to su con không ai nhóm tam đan mưa so đi đi nơi không bờ đai trường cung tầng bong phone cục mà chặt than tầng bong phone không ai mình tha nẹt được không bật tê mình tha nẹt được khỏe bật tê đi còn ta lư tha miên rương nứng cát lang chụp pu mai dương để thừa bạch bong chỉ vật con cầm lăng vô tập pol khai mạ phụ mình bao dương mà nè mai dương tu tiang bị phốp lô mình tha nẹt được không bật tê nơi khỏe bật tê sầm đánh ca chư chấp sầm đánh ca khăng sầm bà mến hướng thua mà đa đấy sầm máy đi hay sầm máy phải chay phải chia chuyên lươn nè anh mình ai thưa ấy ban sẽ chặt đi hay bên đi Campuchia thưa ơi bị phốp lô mơ khơi tha đòi phiệp trầm trớ đòi phiệp cho ba lúa đòi phiệp chắc tung để vô bài tu bay sập phiệp ca và panna cả đây có khmai mê đặc nom khmai và to phiệp mơ mặt còn tái mình men cho nhóm đấy nè trong mơ tới mình cho nhóm thì mình tha mê đặc nom mình tha về chia vào thì cứ miên xảy cái đây là han một được không chặt xong bây giờ nhóm này vì đau mà nhóm giấy chạy lấy ta hướng tẹt tôn từ năng social media tẹt tôn từ năng make money online vậy thì và tại về đây bật tê chiết miên bài nhà Hàn ấy ao trong nơi xemอย่างmấy trong ăn nơi xem đi tu trong miên ở vây này không đáy của trong miên mặt tệ control miên mặt tệ lược túi lược chỉ cầm lăng chất từ đó con cầm lăng bắt đầu bút hãy trong châu rùm cho môi đường ra tha bị bá tam sớm tập tiếp để trong ai thưa tập bản bố trong chia từ đây bọc trong đá nè ai ao trong nơi xem mấy hay phẩm man phải giờ pi tháng đi trong phơi video lược tất chất con to bọn con cầm lang bắt đầu bút chua mục của thử ca po rót nơi càng cồn để chưa cầm lang chất hay trong ngay từ xa nó tiên miên ở vây đài miên đầm lai cắt lấy mà bàn này đôi thì ở vây để phụ con vùng lẹ bóng thế np đi dương mơ khơi tha Campuchia dương đào lư cần lon muối để hơi tha xây cái đây là han một mom bòn phốt đại mình ai bỏ tây nam mẹ nghe lên phiên ban thế nhóm của group này anh lutra tai này anh group nhóm sở lạnh này anh lutra tai này anh sở lạnh nhóm sở lạnh vật tê bọc nhóm có group này anh sở lạnh vật tê bọc này anh này tại bờ này anh mơ nghe này anh liên phiên vật tê bọc nhóm xa chiết bọc nhóm có mình sở lạnh nhóm có mình pin chất nơi từng vừa cả bọc này anh này sao mà pay tôi chụp bộ bom ôn nhóm dây ní nhóm mình men miên nay sầm đau vay từ lơ bị chưa bồ thay để slot trăng để tiếng trăng thế bố thay không rẻ peประมาณ ngày ní xa mi xây mà chẩn luôn tệ tôn ở bom ôn từ nơi khang thay nó hay nhóm thọ ban cho lang từ thay đấy và chưa chôn mà chẩn luôn để nơi tin nó có tha nơi tam từ bom phục đây có tha có ở trong oi và từ thay nó thời chẳng thế bố ấy về khát bóng à việc passport đó là ca group ở thập tay phiệp nia từ vinh từ máu bộ bóng bóng đang dẹp hay dừng kiếm sớm máy ní tạ bài tắc đạc nia về tắc hơi mình tha này anh bài đạc nhóm mình tha nhóm bài đạc này anh thế bà bố dừng kiếm mà lấy sợ dập hiếu mẹ đôi sớm máy môn đôi nhóm dây tham mẹ đôi sớm máy môn do thân nung do sana do pe do ấy từ bây giờ nia na do đại do ấy từ bây giờ nia na là hốt mà đo pe đi mê đặc non Campuchia nơi tay bờ to
បន្ទន់អេយ៉ាបតនៅតែបន្តឈរលើគោលការណ៍សន្តិភាពនៅឡើយបាទខ្ញុំកើតប្រសើរណាស់ទៀតណាព្រោះអស់ត្រឹមខ្មែរហើយអស់ល្អអស់ស្លូតនេះឯងទៅសាសជាតិណាដែលទៀងត្រង់ជាងខ្មែរហ្នឹងទៅអត់មានទេអត់ដែលចេះរំលោភបំពានគេអត់ដែលចេះឈ្លានពានគេអត់ដែលចេះធ្វើបាបគេទេផ្ទះខ្មែរគ្រួសារខ្មែរនេះឯងមកលេងលើកណាក៏មានបាយហូបដែរមិនចិត្តអាក្រក់ទេខ្មែរមិនមែនជាប្រទេសអ្នកមានទេខ្មែរជាប្រទេសក្រក៏ប៉ុន្តែខ្មែរមិនមែនក្រគំនិតទេហើយក៏មិនមែនក្របញ្ញាដែរព្រោះសម័យបច្ចុប្បន្ននេះប្រជាជនភាគច្រើនគឺគាត់មានចំណេះដឹងខ្ពង់ខ្ពស់ទូលំទូលាយសូម្បីតែខ្ញុំកំពុងនិយាយជាមួយអ្នកទាំងអស់គ្នាប៉ុន្តែចង់បង្ហាញន័យទៅប្រាប់ពួកអ្នកឯងថាគួរតែឈប់ទៅបានហើយកែខ្លួនទៅខ្មាស់គេនៅក្នុងតំបន់អាស៊ីគេដែរយើងខុសគេតែឯងយើងឈ្លានពានគេឈ្លានពានឯងគ្រប់ប្រទេសទន្ទ្រានគេគ្រប់ប្រទេសល្មមឈប់ហើយទុកតម្លៃខ្លួនឯងដែលជាមនុស្សជាតិផងកុំដើម្បីមហិច្ឆតាខ្លួនឯងចង់ទន្ទ្រានគេទន្ទ្រានឯងចង់កាប់សម្លាប់គេចង់ទៅអីគេនេះឯងបាញ់សម្លាប់ជីវិតទាហានខ្ញុំម្នាក់ខ្ញុំអត់មានតន់ភ្លេចពីពួកអ្នកឯងធ្វើបែបនេះទេអ្នកឯងកុំគិតថាចង់ធ្វើបែបនេះទៅបានអ្នកឯងពីមុនមកអ្នកឯងចង់ធ្វើមិនអ្នកឯងស្រែកទាំងក្បាលចិត្តអ្នកឯងទេអ្នកឯងមិនដែលចេះគោរពកោតក្រែងឡើងអ្នកចិត្តខាងទេខ្ញុំមិនចង់និយាយបកក្រោយទៅប្រវត្តិសាស្ត្រទេអ្នកឯងត្រូវដឹងហើយទឹកដីខ្មែរពីដើមទីមកត្រឹមណាបាច់ខ្ញុំនិយាយទេរឿងប្រវត្តិសាស្ត្រចាស់ខ្មែរមិនដែលចេះគាស់រំលើងមកទេព្រោះវាហួសហើយខ្មែរស្លូតប៉ុណ្ណឹងហើយនៅតែអ្នកឯងជិះជាន់នៅតែឯងមើលងាយមើលថោកអត់ឈប់អត់ឈរសំបីតែខ្ញុំធ្វើវេទិកាបញ្ចេញមតិក្នុងនាមបុគ្គលក៏មានក្រុមអ្នកឯងនឹងចូលមកជេរខ្ញុំនៅក្នុង account របស់ខ្ញុំផងដែរខ្ញុំអត់ទៅខ្វល់ជាមួយនឹងអ្នកឯងនៅជេរទេព្រោះធម្មតាចោលកាលណាតែយើងប្រើផ្លូវច្បាប់យើងធ្វើតាមច្បាប់វាខ្លាចច្បាប់ណាស់វាមិនហ៊ានទេហើយខ្ញុំគ្មានទៅឈឺក្បាលវិលមុខជាមួយពួកអា10មកយួរអាក្រុមចោលដែលលួចប្លន់ហ្នឹងទេប៉ុន្តែអ្វីដែលខ្ញុំនិយាយខ្ញុំចង់ប្រាប់បង្ហាញពិភពលោកថាពួកអ្នកឯងឥឡូវនេះចាប់ដើមមានមហិច្ឆតាអាក្រក់នៅក្នុងតំបន់អាស៊ីនឹងដើម្បីលេបតបាក់ទឹកដីប្រទេសក្បែរខាងខ្លួនខ្ញុំចង់បង្ហាញពិភពលោកប្រាប់អញ្ចឹងអ្នកឯងអត់ចង់ឲ្យខ្ញុំនិយាយកាលណាតែពួកខ្ញុំដែលអ្នករងគ្រោះនេះជាជនជាតិខ្មែរនេះដែលរងគ្រោះដែលត្រូវអ្នកឯងគៀបសង្កត់កេងប្រវាញ់លួចប្លន់ទឹកដីខ្ញុំនេះអ្នកឯងមិនចង់ឲ្យខ្ញុំបញ្ចេញមតិកាលណាខ្ញុំបញ្ចេញមតិខ្ញុំស្រែកខ្ញុំសម្ដែងមតិទៅក្រៅឲ្យបរទេសគេឮឲ្យគេដឹងពីមហិច្ឆតាអាក្រក់របស់អ្នកឯងចេះខ្មាស់គេដែរអ្នកឯងខ្លាចខ្មាស់គេចង់បានមុខមាត់តែខ្លួនឯងធ្វើទាំងធ្វើអាក្រក់ចំពោះពលរដ្ឋកម្ពុជាខ្ញុំមានការសោកស្ដាយណាស់ខ្ញុំនិយាយប្រាប់ផងក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់ខ្ញុំក៏មានចំណែកនៅក្នុងទឹកដីនេះខ្ញុំក៏មានសិទ្ធិនៅក្នុងការនិយាយការពារផលប្រយោជន៍ប្រទេសជាតិខ្ញុំដែរមិនមែនឲ្យតែអ្នកឯងពូជសាសន៍របស់អ្នកឯងឬក៏ក្រុមអ្នកឯងមកក្រុមហ្នឹងចង់បិទមាត់បិទកខ្ញុំមិនឲ្យខ្ញុំនិយាយមិនឲ្យខ្ញុំបង្ហាញអ្នកឯងក៏ចេះហ្មងមកលួចមកចង់លួចមកចង់យករបស់គេហើយមិនចង់ឲ្យម្ចាស់គេនិយាយទៀតមិនចង់ឲ្យម្ចាស់គេប្តឹងទៀតណាឥឡូវនេះអត់ទេសរសេរភាសាបងប្អូនចេះភាសាខ្មែរសរសេរភាសាខ្មែរបងប្អូនចេះភាសាអង់គ្លេសចេះសរសេរភាសាអង់គ្លេសដើម្បីបង្ហាញពិភពលោកឲ្យបានដឹងព្រោះសម័យបច្ចេកវិទ្យាជឿនលឿនប្រទេសណាក៏មើលឃើញដែរបំណងតែមួយដែលខ្មែរចង់បានសពថ្ងៃគឺសន្តិភាពរស់នៅភូមិផងរបងជាមួយក្នុងនាមសន្តិភាពដៃគូសហប្រតិបត្តិការជាមិត្តភាពប្រទេសភូមិផងរបងជាមួយនេះជាទស្សនវិស័យរបស់ខ្មែរដែលប្រមុខដឹកនាំដែលលោកដឹកនាំរាល់ថ្ងៃនេះគឺលោកដឹកនាំដើម្បីឲ្យប្រទេសមានសន្តិភាពសុខសាន្តមិនបង្កអរិយភាពជាមួយនៅប្រទេសក្បែរខាងមេដឹកនាំខ្មែរស្លូតណាប៉ុន្តែគាត់ស្លូតមិនមែនគាត់ទុនជ្រាយទេមេដឹកនាំខ្មែរបង្ហាញភាពថ្លៃថ្នូរទៅឲ្យពិភពលោកបានដឹងមិនមែនគាត់ចោះចាញ់ទេបើគាត់ធ្វើរឿងប៉ុណ្ណឹងមិនបានគាត់មិនមែនធ្វើមេដឹកនាំទេធ្វើមេដឹកនាំ
គឺប្រកបដោយភាពខ្លាចខ្ញុំនៅតែកោតសរសើរខ្ញុំនៅតែចូលរួមការពារផលប្រយោជន៍ប្រទេសខ្មែរសាសជាតិខ្មែរឬក៏ផលប្រយោជន៍របស់ប្រទេសជាតិខ្ញុំនឹងជួយលើកជាកម្លាំងចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខជួរក្រោយនិងជួរកណ្ដាលទាំងអស់ដើម្បីឲ្យប្រទេសជាតិរបស់ខ្ញុំមានភាពរឹងមាំកុំឲ្យគេមើលងាយកុំឲ្យជន់ឈ្លីខ្ញុំសុំបានទេអ្នកកុំឈ្លានពានខ្ញុំហើយកុំមើលងាយសាសជាតិខ្ញុំតែប៉ុណ្ណឹងបានទេ